สบายนี้យើងទៅតាមនិយមន័យរបស់គ្រាមភាសានេះវាចង់គ្រប់គ្រាន់អស់ហើយទៀតសបាយខ្លះហ្នឹងពីក្មេងទៅដល់ចាស់ឡើងហ្នឹងក៏សបាយទៀតទៅសបាយខ្លះហ្នឹងក៏ភ្លេចបុណ្យសបាយខ្លះហ្នឹងក៏ភ្លេចប្រពន្ធសបាយខ្លះហ្នឹងក៏ភ្លេចកូនអីចឹងទៅតាមទំនើងអារម្មណ៍ដែលវាដកជាប់នៅលោភៈទោសៈមោហៈហ្នឹងក៏មានទៅទៀតនឹងពាក្យសបាយហ្នឹងប៉ុន្តែចំពោះរឿងរ៉ាវសបាយនេះអ្នកដែលគេបានយល់ដឹងផ្នែកធម៌របស់ព្រះដ៏មានពភាកទៅមានគុណវុឌ្ឍទៅធ្វើឲ្យជីវិតរបស់គេនឹងគឺងាករេដោយការសប្បាយនេះវាភ្លើតភ្លើនទៅក្នុងសង្គមនឹងក៏វាច្រើនក្រាស់ក្រែដល់ហើយប៉ុន្តែឥឡូវនេះជីវិតរបស់អាត្មានេះកាន់តែចាស់ទៅហើយក៏ងាករេមកមានការសប្បាយនៅក្នុងកុសលទៅណាសបាយនៅក្នុងការជួបជុំគ្នាធ្វើបុណ្យធ្វើទានទៅទៀតនឹងពាក្យសបាយហ្នឹងនៅក្នុងពុទ្ធសាសនាព្រះដ៏មានពភាកបានសម្ដែងពាក្យសបាយនេះគឺដំណើរនៅជាសុខទៀតហើយការមិនមានទុក្ខទៀតមិនមានព្រួយទៀតមិនមានជំងឺនឹងសបាយហើយទៀតណាស្ថានទីឬបុគ្គលដែលជាទីសំរុំនឹងគ្នាទៀតគឺចេះស្ទួយផ្ដើមដល់ការបំពេញរក្សាណារបស់បុគ្គលម្នាក់ទៅទៀតណានឹងលោកឲ្យឈ្មោះថាមានការសប្បាយទៀតមិនរើសអើងគ្នាទៀតណាទៅរួបរวมគ្នាជាមិត្តជាភក្តិជាបងប្អូនជាញាតិធម៌ទៀតណាហ្នឹងហើយទៀតពាក្យសបាយហ្នឹងគឺអញ្ចឹងទៀតនៅក្នុងពុទ្ធសាសនាព្រះអង្គបានសម្ដែងពាក្យសបាយហ្នឹងគឺមាន4ចំណុចទៀតមានធម្មសបាយណាបុគ្គលសបាយអវសបាយអាហារៈសបាយទៅទៀតនឹងព្រះអង្គសម្ដែងធម្មសបាយនឹងគឺសបាយព្រោះជ្រើសរើសធម៌ដ៏ត្រឹមត្រូវទៀតណាមានអលោភៈអតោសៈអមោហៈយ៉ាងទៅណាបំពេញទានរក្សាសិលភាវនាហើយរហូតដល់កាន់នៅអធង្គមៈទាំង8ដែលមានសមាទិដ្ឋិសមាសង្កបៈសមាវាចាសមាកមន្តៈសមាជីវោសមាវាយាមោសមាសតិសមាសមាធិអញ្ចឹងទៅយើងកាន់នៅអង្គអរិយមគ្គទាំង8ហ្នឹងហើយទៀតដែលជាផ្លូវមួយសម្រាប់យើងទៅកាន់នៅសេចក្តីសុខបានទៀតហ្នឹងណាដល់ត្រឹមត្រូវហ្នឹងអញ្ចឹងកុសលណាធម៌ណាដែលយើងមិនបានប្រព្រឹត្តណាជីវិតប្រចាំថ្ងៃទេទៀតប៉ុន្តែឥឡូវនេះយើងបានសុខនៅក្នុងពធមានការជាវសភៅធម៌ណាចែកជាធម្មទានណាជួបជុំគ្នានិយាយពីរឿងបុណ្យពីរឿងកុសលជួបជុំគ្នានិយាយពីរឿងណាមួយដែលមិនប៉ះពាល់ទៅដល់អ្នកដទៃនឹងហើយទៀតគឺធម្មសបាយហ្នឹងគឺណាសបាយព្រោះជ្រើសរើសធម៌ដ៏ត្រឹមត្រូវកណានឹងទៀតព្រះដ៏មានភាពបានសម្ដែងបែបហ្នឹងខ្លួនមិនទាន់បានធ្វើទានក៏ជំរះចិត្តចេញអំពីមច្ឆេរិយៈសក្តីកំណាញ់ហ្នឹងទៅធ្វើទានណាទុក
ដាក់ជីវិតរបស់ខ្លួនឲ្យហើយទៅទៀតឲ្យខ្លួនមិនទាន់មានសិលគួរតែរក្សាសិលឡើងទៀតសីលៈលោកបច្ច័យច្រូតកាត់នៅអកុសលទៀតមិនមានសេចក្តីប្រមាទនៅក្នុងជីវិតរបស់យើងទៀតនឹងរឿងហ្នឹងទៀតខំថែរក្សាណាជីវិតរបស់យើងនឹងវាប្រកបដោយធម៌ទៀតណាហ្នឹងហើយទៀតដល់ត្រឹមត្រូវហ្នឹងព្រះដ៏មានភាពបានសម្ដែងបែបហ្នឹងហើយទី2ហ្នឹងគឺបុគ្គលលៈសបាយព្រោះសាយគប់ទៀតបុគ្គលត្រឹមត្រូវសប្បុរសណាទៀតរឿងហ្នឹងយើងរកបុគ្គលណាដែលជាបុគ្គលសប្បុរសណាមនុស្សមានធម៌ណាមនុស្សដែលដឹកនាំឲ្យយើងបានផ្លូវល្អគួរតែយើងខ្សែគប់ទៀតបើយើងខ្សែគប់នៅពេលនាំយើងទៅវិនិច្ឆ័យណាទៀតប៉ុន្តែបើយើងខ្សែគប់ទៅបណ្ឌិតហ្នឹងបណ្ឌិតនាំឲ្យយើងនឹងទៅឋានសួគ៌បានទៀតខ្សែគប់បណ្ឌិតឲ្យយើងចេះដឹងណាទៀតឲ្យយើងចេះត្រេះរិះពិចារណារកឧបាយកលដោះចេញអំពីវត្តដាក់បានណាទៀតនឹងរឿងហ្នឹងទៀតនឹងការសបាយហ្នឹងគឺសបាយបុគ្គលសបាយហ្នឹងគឺសបាយខ្សែគប់បុគ្គលត្រឹមត្រូវបុគ្គលមានធម៌ណាបុគ្គលចេះជួយថែរក្សាគ្នាការពារគ្នាឃើញទុកទោសដែលកើតឡើងមកបុគ្គលនេះឯងគឺចេះជួយទំនុកបំរុងឲ្យយើងរួចចាក់នៅសេចក្តីទុកមួយគ្រាបានទៀតណានឹងហើយទៀតហើយរហូតដល់អត់ឃ្លានមានស៊ីបុគ្គលនឹងចេះជួយចែករំលែកនៅស្បៀងអាហាររបស់ខ្លួននឹងទៅដល់ណាញាតិធម៌របស់យើងទៀតណាដល់ត្រឹមត្រូវហ្នឹងជាពិសេសហ្នឹងគឺបណ្ឌិតហ្នឹងតែម្ដងនៅក្នុងពេលវេលាគ្រាឱកាសនេះដែលញាតិញោមកំពុងតែត្រៀបត្រាស្ដាប់ហ្នឹងគឺជាអ្នកដែលដើរទៅតាមផ្លូវរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងរួបរวมគ្នាឡើងទៀតឲ្យជាបុគ្គលហ្នឹងគឺសប្បុរសធម៌ទៀតហ្នឹងហើយទៀតណាការខ្សែគប់ដ៏ត្រឹមត្រូវនេះឲ្យឈ្មោះថាយើងមានភាពសប្បាយហើយទី3ហ្នឹងគឺអវាសសប្បាយហ្នឹងគឺសប្បាយជ្រើសរើសទីលំនៅដ៏ត្រឹមត្រូវទៀតហ្នឹងទៀតអវាសចេះចែករំលែកគ្នាការរស់នៅទៀតការរស់នៅនឹងក៏ជាផ្នែកមួយមានការសប្បាយទៀតมันមានការណាកំណាញ់អវាសឡើយទៀតបើរស់នៅក្នុងពុទ្ធសាសនាប្រសង់ព្រះអង្គដែលលោកបួសរស់ក្នុងសាសនាហ្នឹងមេអវាសចៅអធិការនេះគួរតែមើលទីលំនៅរបស់ព្រះសង្ឃណាចែកសេចក្តីសុខដល់គ្នានឹងគ្នាទៀតជួនណាទៅមកកុដហ្នឹងមានតែមួយអង្គពីរអង្គក៏មានទៀតហើយអង្គដតីហ្នឹងក៏លោកកំណាញ់អាវាសហ្នឹងក៏មានទៅទៀតនឹងទានបាបនៅក្នុងពុទ្ធសាសនារបស់យើងព្រោះកុដអាវាសវត្តអស់ទាំងនេះគឺយើងវេឡើងហ្នឹងចំពោះប្រសង់និមន្តមកពីទិសទាំង4ទៀតមិនចំពោះអង្គណាឡើយប៉ុន្តែបើសិនជាយើងមិនគិតដល់បែបហ្នឹងអវាសហ្នឹងឈ្មោះថាអវាសរបស់អាត្មាអញទៀតលក្ខណៈរូបណាទៀតចេះចែករំលែកអវាសទីលំនៅរបស់ខ្លួនទៀតហ្នឹងហើយទៀតការសប្បាយណាជ្រើសរើសទីលំនៅដ៏ត្រឹមត្រូវទៀតហើយមួយទៀតហ្នឹងក៏ជាផ្នែកមួយដើម្បីឲ្យយើងបានសិក្សាស្រាវជ្រាវរាវរកនៅណាទីលំនៅរបស់យើងនៅក្នុងទីនេះគឺ
អាវ៉ាស់នៅក្នុងទីនេះគឺមិនស្មោកគ្រោកទេទៀតទីលំនៅផ្ទះក៏ដោយទៀតត្រូវមានការអនាម័យសម្អាតណាមិនមានថង់សម្រាមមិនមានកាកសំណល់សម្រាមព័ទ្ធជុំវិញទេទៀតត្រូវតែមានការបោសសម្អាតទីលានចែកដីទីលានអារាមទីលានណាផ្ទះសម្បែងរបស់យើងទៀតឲ្យបានត្រឹមត្រូវទៀតបានស្អាតបាទមានការដាំផ្កាណាធ្វើផ្លូវថ្នល់សម្រាប់ចូលទៅគេហដ្ឋានសម្រាប់ចូលទៅក្នុងអាវាសហ្នឹងហើយទៀតគឺអាវាសហ្នឹងគឺសបាយហ្នឹងគឺសបាយត្រង់ជ្រើសរើសទីលំនៅដ៏ល្អដ៏ត្រឹមត្រូវទៀតសង្គមសពថ្ងៃគេហៅថារចនាសម្ព័ន្ធសម្រាប់វត្តអារាមល្អសម្រាប់វត្តអារាមមានសោភ័ណទៀតហ្នឹងណាទៀតនឹងពាក្យសបាយហ្នឹងវាចូលទៅក្នុងអាវាសណាសបាយហ្នឹងហើយទី4ហ្នឹងគឺអាហារៈសបាយព្រោះមានចំណីអាហារគ្រប់គ្រាន់ទៀតព្រោះមនុស្សកើតឡើងមកគឺត្រូវការអាហារអត់អាហារក៏មិនអាចប្រព្រឹត្តទៅបានដែរព្រោះព្រះសម្មាសម្ពុទ្ធបានសម្ដែងហើយសព្វេសត្តាអាហារថេសត្វទាំងឡាយរស់បានដោយសារអាហារទៀតបើអត់អាហារមិនទៅរួចទៀតហើយព្រះពុទ្ធជាម្ចាស់នៃយើងតើព្រះអង្គឆាន់ណាចង្ហាន់ណាទៀតបានព្រះអង្គបានត្រាស់ដឹងនៅបរិមាពិសេសសម្មាសម្ពោធិញ្ញាណទៀតចឹងអាហារនេះសំខាន់ណាស់ត្រូវចេះចែករំលែកគ្នាណាជួយគ្នាទៅវិញទៅមកទៀតសង្គមសម័យបុរាណញាតិញោមគឺផ្ទះចិត្តខាងនេះតែងតែហុចសឡបាយទៅវិញទៅមកទៀតក៏ណាគូលក្រីអាចសុំគ្នាម្ទេសអាចសុំគ្នាទៅវិញទៅមកបានណាទៀតសម័យដើមបែបហ្នឹងណាទៀតតើហ្នឹងអាហារៈសបាយហ្នឹងព្រោះមានចំណីអាហារហ្នឹងគ្រប់គ្រាន់ហ្នឹងគឺត្រង់យើងមានអាហារគ្រប់គ្រាន់យើងបានចេះចាយចម្លែកគ្នាទៀតហ្នឹងតើព្រះសង្ឃព្រះអង្គគ្រប់អង្គរូបនឹងចឹងដែរទៀតណាសង្គមបច្ចុប្បន្ននេះហ្នឹងគឺអាហារខ្លះហ្នឹងក៏សម្បូរបែបសម្បូរយ៉ាងទៅតាមចៅអធិការនេះគួរតែរំលែកមកលើព្រះសង្ឃព្រះអង្គណាដែលខ្សត់ខ្សោយទៀតហ្នឹងហើយទៀតអាហារៈសបាយណានិមន្តលោកចូលរួមបុណ្យទានឲ្យខ្លះទៅទៀតកុំមានការរើសអើងគ្នាទៀតណាចេះចែកលាភអាហារហ្នឹងដល់គ្នានឹងគ្នាទៀតហ្នឹងហើយទៀតធម៌របស់ព្រះដ៏មានព្រះភិក្ខុបានសម្ដែងបែបហ្នឹងទៀតហើយសបាយហ្នឹងមាន7ទៀតនោះ